តទៅចរិតចេញផុតទៅទូប្រុសរបស់យើងហ្នឹងក៏ថាអឺកូនឆ្មាអឺហើយតើខ្មុលក៏ងាកមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមអញ្ចឹងឯណាទៅតារាថាចេះខ្ញុំហៅឯងហ្នឹងហើយអាល្អិតដល់ពេលថាខ្ញុំមិនមែនឈ្មោះកូនឆ្មាណាដល់ពេលទូប្រុសក៏ប្រាប់ថាឈ្មោះឯងឈ្មោះដូចអាលៀបនៅផ្ទះរបស់យើងអញ្ចឹងមិនហៅថាកូនឆ្មាអូអអញ្ចឹងក៏អញ្ចឹងទៅអញ្ចឹងដល់ពេលហើយម្ដេះមកទៅពេលហើយខ្មុលនោះក៏ដើរទៅចិត្តពេលដែលដើរទៅដល់ចិត្តដល់ទូប្រុសរបស់យើងដែលអង្គុយនៅលើកៅអីហ្នឹងណាទូប្រុសហ្នឹងក៏ថាខិតមកចិត្តជាងហ្នឹងទៀតខ្មុលក៏ខិតចិត្តមែនចិត្តឡើងដល់គៀកនឹងទូប្រុសយើងកំពុងតែអង្គុយហ្នឹងគាត់សួរថាតើលោកប្រុសហ្នឹងមានការអីចង់ប្រើខ្ញុំមែនអត់ពេលហៅថាអត់ទេខ្ញុំគ្រាន់តែចង់និយាយជាមួយឯងឥឡូវអញ្ចេះយើងយកกระดาษហើយនឹងប៊ិចមកយើងនឹងសរសេរកិច្ចព្រមព្រៀងមួយជាមួយគ្នាមកថាអីកិច្ចព្រមព្រៀងអីដូចជាខ្ញុំអត់ដឹងសោះតែគាត់ថារឿងនេះគឺជារវាងយើងពីរនាក់មិនមែនជាមួយម៉ាក់និងប៉ាហើយនិងអ្នកផ្ទះរបស់ខ្ញុំទេមកក៏សួរទៀតថាថាកិច្ចព្រមព្រៀងអីទៅប្រថាបើសិនជាឯងចង់បានលុយក្រៅច្រើនឯងចុះកិច្ចសន្យាជាមួយខ្ញុំទៅក្បោក៏បានសួរទៀតថាកិច្ចសន្យាហ្នឹងតើខុសច្បាប់អត់បើខុសច្បាប់ខ្ញុំអត់ធ្វើទេលោកក៏ដឹងមិនថាលុយប៉ុណ្ណាទេខ្ញុំមិនធ្វើទេទៅទូបតាយីដូចខ្ញុំហ្នឹងអីប្រើឯងធ្វើការខុសច្បាប់ឥឡូវឯងចង់ដឹងហើយគ្រាន់តែឯងហ្នឹងធ្វើទៅតាមខ្ញុំទៅខ្ញុំនឹងឲ្យលុយឯងហ្នឹងយ៉ាងច្រើនពេលហើយទៅទូប្រងក៏បានរៀបរាប់ប្រាប់ថាឲ្យខ្មុលហ្នឹងមិនបាច់ចង់ខ្វាយខ្វល់នឹងគាត់ទេតែបិទថាមកធ្វើការនៅផ្ទះនេះមែនក៏ប៉ុន្តែធ្វើមិនដឹងធ្វើមិនលឺទៅអ្វីដែលទូប្រុសយើងធ្វើឲ្យទូប្រុសយើងធ្វើខ្លួនឯងអីខ្លួនឯងទាំងអស់អត់ឲ្យជួយអត់ឲ្យអីទាំងអស់ហើយក៏អត់ឲ្យមកចិត្តដែរគ្រាន់តែខ្មុលមកនៅផ្ទះហ្នឹងធម្មតាឬក៏ធ្វើកិច្ចការក្នុងសួនឬក៏ចង់ធ្វើអីធ្វើទៅនៅក្នុងផ្ទះហ្នឹងតែហាមដាច់ខាតកុំមករវីរវល់ជាមួយគាត់ហើយលុយប៉ុណ្នេះឯងប្រហែលជាអាចទទួលយកបានដែរមែនទេតើគាត់នឹកឃើញលុយឡើងប្រមាណពាន់ណាអ្នកទាំងអស់គ្នាបាន$1000មិនតិចទេណាតែទូប្រហែលតែចង់ធ្វើអ្វីដល់ខ្លួនឯងអត់ចង់ឲ្យមានអ្នកណាមកពាក់ព័ន្ធអត់ចង់ឲ្យមានអ្នកណាហ្នឹងមកហាមឃាត់គាត់ទេដោយសារគាត់ចង់ឆាប់រឹងមាំភ្លាមដើម្បីទៅជួយដល់អឺនេសាព្រោះថាគាត់ដឹងថានេសាពេលនេះគាត់អាចតាក់ទងបានទេមិនថាទូរស័ព្ទអីត្រូវពុកម្ដាយហ្នឹងដកហូតអស់ហើយនាងប្រកាសជាត្រូវនៅក្នុងបន្ទប់ហើយនឹងអាចនឹងត្រូវបង្ខំឲ្យរៀបការជាមួយចំនួនមួយនឹងទៀតអញ្ចឹងទូប្រុសអាចនៅស្ងៀមអញ្ចឹងបានទេម៉ាក់ប៉ាគាត់ឲ្យព្យាបាលសន្សំតែគាត់អាចធ្វើបែបហ្នឹងបានទេតែគាត់ឲ្យខ្មោលចុះកិច្ចសន្យាជាមួយគាត់ថាពេលដែលមកទីនេះហាមដាច់ខាតគាត់ចង់ធ្វើអីឬធ្វើហាមមកពាក់ព័ន្ធនឹងគាត់ហាមមកលវិលវល់នឹងគាត់ហាមមកក្បែរអញ្ចឹងណាទៅខ្មោលក៏ឃើញទឹកលុយវ៉ាច្រើនណាស់ហេតុអីក៏ឲ្យលោកឲ្យលុយខ្ញុំច្រើនដល់ថ្នាក់នេះគាត់ថាប៉ុណ្ណឹងសម្រាប់ខ្ញុំវាមិនច្រើនទេតែអ្វីដែលសំខាន់ណាគឺឯងតែប៉ុណ្ណោះតែឯងព្រមទទួលអត់ព្រមធ្វើកិច្ចការនឹងអត់គាត់ថាកិច្ចការងាយស្រួលអញ្ចឹងអ្នកណាមិនធ្វើគាត់ជាមនុស្សឈួតមិនខានតែទូប្រុសអអញ្ចឹងឯងឆាប់តាមសញ្ញេទៅហាមមកពាក់ព័ន្ធឲ្យទោះបីតែយើងមានរឿងអីក៏ឯងអត់មានបញ្ហាអីដែរព្រោះឯងបានសញ្ញេនៅក្នុងនេះហើយយើងព្រមព្រៀងគ្នារួចហើយតែមកចេះមិនចេះគាត់ថាចេះនេះលោកចង់ដាក់ពិសោធន៍ចិត្តរបស់ខ្ញុំមែនទេខ្មល់ណាគឺនិយាយត្រង់ហ្មងលោកកុំគិតថាលុយប៉ុណ្ណឹងអាចទិញទឹកចិត្តខ្ញុំបានទេសោះបើច្រើនជាងណាគេលោកអាចនេះឯងលោកលុនថ្នាក់ហ្នឹងផងខ្មល់ថាចេះអើយខ្ញុំចេះតែនិយាយលេងទេខ្ញុំដឹងថាលោកកំពុងគិតអីខ្ញុំក៏បានស្ដាប់ពីលោកប្រុសលោកស្រីរួចហើយថាកូនប្រុសរបស់គាត់ហ្នឹងគិតអីហើយចង់ធ្វើអីគឺខ្ញុំដឹងទាំងអស់ហ្នឹងស្មានតែខ្ញុំតាមលោកមិនតាន់មែនលុយវាសំខាន់ណាស់សម្រាប់ខ្ញុំក៏តែភាពស្មោះត្រង់ណាហើយនឹងការដឹងគុណក៏វាសំខាន់សម្រាប់ខ្ញុំដូចគ្នាអញ្ចឹងលោកកុំអឺបាច់យកអីមកគិតអីប្លែកទាំងអស់ហ្នឹងណាលោកយកទៅទឹកវិញចោះខ្ញុំមិនត្រូវការទេខ្ញុំមកនេះគឺមកធ្វើតែកិច្ចការរបស់ខ្ញុំទេលោកសំខាន់ណាស់លោកធ្វើកិច្ចការរបស់លោកអត់ទៅល្អទៅអូយខ្មុលអញ្ចឹងណាបានប៉ាម៉ាក់របស់ចង្រិតហ្នឹងគឺស្រឡាញ់ហើយនឹងទុកចិត្តខ្មុលណាស់អញ្ចឹងកូនហ្នឹងគឺត្រង់ហ្មងណាហើយទូប្រុសក៏គិតក្នុងចិត្តថាចឹងតើប៉ាម៉ាក់ថាគេនឹងស្មោះត្រង់គឺស្មោះត្រង់មែនក៏បានតែភាពស្មោះត្រង់របស់ឯងនឹងអាចទ្រាំទ្រជាមួយអឺ
នឹងទង្វើរបស់ខ្ញុំបានដែរឬអត់ខ្ញុំក៏ចង់ដឹងដែរពេលហើយទូប្រុសថាបានបើឯងមិនព្រមតាមកិច្ចសន្យាខ្ញុំទេខ្ញុំនឹងធ្វើអ្វីមួយដើម្បីឲ្យឯងហ្នឹងណាมันអាចទ្រាំទ្រនៅទីនេះបានបន្តទៀតទូប្រុសនិយាយចឹងទៅខ្មោចថាខ្ញុំក៏រងចាំមើលដែរតែលោកប្រុសហ្នឹងណានឹងធ្វើអ្វីដល់ខ្ញុំបើខ្ញុំទ្រាំបានខ្ញុំឈប់ទៅមានតែខ្វល់អីការងារមួយកណោការងារនៅហាងកាហ្វេខ្ញុំក៏មានស្រាប់ដែរក៏តែអត់ពីការងារកន្លែងលោកមួយខ្ញុំមានតែអត់បាយណានេះឯងបើឈឺខ្ញុំដល់ថ្នាក់ហ្នឹងមកខ្ញុំមិនបានឈឺតែខ្ញុំនិយាយជាការពិតលោកកុំគិតណាថាលោកមានលុយអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់ក៏តែលោកត្រូវចាំថាប៉ាម៉ាក់របស់លោកគាត់ចំណាយច្រើនទាំងចិត្តទាំងប្រាក់គឺដើម្បីអីគឺដើម្បីតែលោកនឹងចង់ឲ្យលោកល្អខ្ញុំមិនដឹងទេថាតែលោកមានរឿងអីនៅក្នុងចិត្តក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់លោកថាចិត្តឪពុកម្ដាយស្រឡាញ់កូនណាគឺអត់មានន័យចង់បានអីពីកូនទេគ្រាន់តែចង់ឃើញកូនណាមានក្តីសុខនិងសុវត្ថិភាពប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយបានហើយឥឡូវលោកប្រាខ្ញុំធ្វើអីក៏ប្រាប់មកទៅទូប្រាប់របស់យើងថាថ្ងៃហ្នឹងខ្ញុំមានអីប្រាឯងទេឯងត្រឡប់ទៅផ្ទះឯងវិញសិនទៅប្រាប់ឪពុកម្ដាយឯងឲ្យបានត្រឹមត្រូវទៅថានឹងមកនៅធ្វើការនៅទីនេះបន្ទាប់ពីចេញពីហាងកាហ្វេគឺឯងមកទីនេះទៅចុះអត់ចាប់តាមធ្វើការថ្ងៃហ្នឹងឯងអត់ទេឯងទៅវិញសិនទៅអត់បានទេខ្ញុំត្រូវតែនៅធ្វើសិនព្រោះថាលោកប្រុសលោកស្រីអត់នៅផ្ទះផងហើយនឹងអត់មានមេផ្ទះឬក៏អ្នកណានៅទីនេះផងអញ្ចឹងលោកនៅម្នាក់ឯងអញ្ចឹងខ្ញុំអាចធ្វើអញ្ចឹងបានទេអញ្ចឹងខ្ញុំខលទៅលោកប្រុសលោកស្រីសិនទូប្រាប់ថាបានឯងកុំតែខ្ពល់នឹងក៏ខលទៅរឿងតែម្ដងណាព្រោះថាគាត់ដឹងថាទូប្រុសពួកគាត់ជារល្បិចតីនឹងដើម្បីឲ្យគាត់នឹងចេញពីផ្ទះហ្នឹងហើយតែក៏ខលប្រាប់ប៉ាម៉ាក់របស់ទូប្រុសថាល្ងាចហ្នឹងគឺគាត់អត់បាននៅនឹងទេដោយសារតែគាត់នឹងមានទុរៈអញ្ចឹងចាំស្អែកចាប់ពីស្អែកទៅខ្ញុំបានទៅនិយាយជាមួយប៉ាម៉ាក់ខ្ញុំផងដើម្បីឲ្យគាត់បានដឹងអញ្ចឹងណាទៅអឪពុកម្ដាយរបស់ចង្រិតគាត់ថាល្អចេះប្រាប់អញ្ចឹងមកល្អណាស់អញ្ចឹងកុំទុកកូនប្រុសខ្ញុំនៅម្នាក់ឯងសោះបើឯងមិននៅផ្ទះពេលណាឯងត្រូវតែប្រាប់ពួកយើងឲ្យបានដឹងដើម្បីឲ្យពួកយើងហ្នឹងសេរីគ្នាទៅមើលកូនប្រុសរបស់គាត់អីចឹងរបស់យើងអីចឹងណាដល់ពេលហើយច្រាត់ថាបន្តិចទៀតនេះនឹងមានអ្នកមកមើលថែលោកហើយអញ្ចឹងចាំខ្ញុំពេលដែលគេមកដល់ខ្ញុំមកទៅហើយមកទទួលហ្នឹងមែនណាអ្នកទាំងអស់គ្នាចរិតមិនទាន់បានទៅដល់ណាឆ្ងាយផងហ្នឹងត្រូវប៉ាម៉ាក់ហ្នឹងក៏បានខលមកឲ្យត្រឡប់ទៅផ្ទះរបស់បងប្រុសទៅវិញឲ្យនៅកំដរជាមួយបងប្រុសសិនព្រោះថាបងប្រុសហ្នឹងកំពុងតែរករឿងខ្មល់អត់ឲ្យខ្មល់នៅចិត្តនៅក្បែរអញ្ចឹងណាតើចរិតថាមែននេះខ្ញុំមិនទាន់ចេញបានឆ្ងាយផងហ្នឹងធ្វើបាបមិត្តភក្តិខ្ញុំដែរគាត់ថាម៉េចនេះគេក៏និយាយចឹងក៏ត្រូវដែរឲ្យអឺខ្មុលហ្នឹងឲ្យលាបទៅប្រាប់ឪពុកម្ដាយសិនកុំឲ្យពួកគាត់បារម្ភហើយត្រូវរើមកនៅនឹងមួយរយៈអញ្ចឹងប្រកាសជាអ្នកស្រុកអ្នកភូមិគេឆ្ងល់ហើយទៅប្រាប់អ្នកផ្ទះអ្នកអីឲ្យបានត្រឹមត្រូវក៏ល្អដែរពេលហើយចង្រិតហ្នឹងក៏ត្រឡប់មកវិញហើយពេលមកដល់ទឹកខ្មុលក៏លាអញ្ចឹងណាក៏ទៅសិនថាចវាយខ្ញុំលាសិនហើយតែថាអ្នកណាជាចវាយរបស់ឯងចង់ទៅណាក៏ទៅទូប្រុសខឹងខ្លាំងមែនតើទៅចង្រិតបន្ទាប់ពីខ្មុលចេញផុតទៅក៏ថានេះបងធ្វើអីមិត្តភក្តិខ្ញុំហ៎និយាយស្រួលបួរទៅថៃទឹកមុខរបស់បងដូចមិនស្រួលសោះតែគាត់ថាក្មេងម្នាក់នេះរឹងខ្លាំងនិយាយមិនចេះស្ដាប់គ្នាទេធ្វើអីទៅតាមចិត្តទៅទូប្រុសហ្នឹងនិយាយថាអញ្ចឹងចង្រិតហ្នឹងក៏ថាវិញថាមិនដឹងអ្នកណាតាមចិត្តអ្នកណាទេហើយមិនដឹងថាអ្នកណារឹងជាងអ្នកណាទេខ្ញុំគិតថាពាក្យសម្ដីទាំងអស់នេះប្រហែលជាបងច្រើនជាងមកទៅនេះឯងកាន់ជើងមិត្តភក្តិឯងជាងកាន់ជើងបងខ្លួនឯងខ្ញុំស្គាល់ចិត្តបងច្បាស់ហើយក៏ខ្ញុំស្គាល់ចរិតខ្ញុំស្គាល់ខ្មុលដូចគ្នាដែរបានហើយតោះខ្ញុំនាំបងទៅសម្រាប់អ្វីហើយគាត់ថាអត់ទេឯងចង់ធ្វើអីក៏ធ្វើទៅបងនៅទីនេះសិនតើទូប្រុសអ្នកទាំងអស់គ្នាដែលដងនឹកឃើញនិសាការមកផ្ទះរបស់គាត់អញ្ចឹងណានឹកឃើញគ្រាដែរពេលដែលគាត់នៅជាមួយគ្នាពេលដែលនិសាមើលថែគាត់គឺគាត់នឹកឃើញឯស្នាមញញឹមហើយនឹកឃើញទឹកភ្នែករបស់និសានៅពេលដែលឪពុកម្ដាយចាប់យកទៅគាត់ថាបងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យឆាប់ជាសះស្បើយនឹងអាចទៅជួយអូនឲ្យបាននិសាត្រូវតែចាំបងណាអូយអាណិតទូប្រុសខ្លាំងមែនតើណាកន្លែងហ្នឹងណាខ្មោលគឺដូចធម្មតាអញ្ចឹងណាពេលដែលគាត់ត្រឡប់ទៅផ្ទះអញ្ចឹងគាត់ក៏បានប្រាប់ពុកម៉ែគាត់តាមដឹងហើយអត់ឲ្យពុកម៉ែគាត់ហ្នឹងប្រាប់អ្នកណាឲ្យដឹងទេរឿងហ្នឹងជាសម្ងាត់គាត់ហ្នឹងក៏អឺយល់ព្រមគ្នាជាមួយកូននេះអញ្ចឹងឲ្យកូនមកធ្វើគាត់ដឹងថានៅផ្ទះតកែរបស់គាត់ហ្នឹងគឺសុវត្ថិភាពហើយណាមួយគាត់ក៏ស្គាល់ដែរព្រោះថាខ្មោលក៏បានប្រាប់
ម៉ែឲ្យបានដឹងគ្រប់កន្លែងគ្រប់ពីរកហោយរឿងទៅមុននឹងគាត់ទៅធ្វើការណាគឺគាត់តែងតែប្រាប់ពុកម៉ែគាត់ឲ្យបានដឹងដើម្បីអឺដឹងពីសុវត្ថិភាពអញ្ចឹងណាពេលហើយដល់ស្អែកឡើងឪពុកគាត់ទៅធ្វើការអ្នកទាំងអស់គ្នាទៅធ្វើការសំណងហ្នឹងពូសាណាត្រូវបានគេនាំគ្នាខ្សឹបខ្សៀវនិយាយដើមកូនគាត់ណាហើយពីមុខពីក្រោយអញ្ចឹងទៅរហូតដល់មានពូម្នាក់ហ្នឹងគាត់ក៏បានមកសើចចំអកមិនមែនជាឪពុករបស់អឺសាក់ឯងព្រោះឪពុករបស់សាក់គឺជាមេការធំនៅនឹងដែរអញ្ចឹងណាតែគាត់អត់សូវពេញចិត្តចរិតរបស់ខ្មុលអញ្ចឹងក៏នាំគ្នានិយាយដើមនិយាយលេងសើចអីអញ្ចឹងណាសើចចំអកឲ្យកូនរបស់ប្រសានដែលជាខ្មុលហ្នឹងពេលហើយពូមួយគាត់ថាអើយបានកូនមួយណាមានប្រុសមានអីដប់យុបប្រលប់នេះហ่าមើលទៅបងឯងមិនមានបានកូនប្រសាស្រីទេមើលទៅប្រហែលជាបានកូនប្រសាប្រុសហើយពេលហ្នឹងពូសានគឺគាត់ឆ្អាតចិត្តនឹងហ្មងណានៅពេលដែលមានគេមកនិយាយឌឺដងអញ្ចឹងឲ្យគាត់ដោយប្រពន្ធគាត់ធ្លាប់និយាយអញ្ចឹងថាគាត់ទៅរោងចក្រក៏មានអ្នកនិយាយដើមអញ្ចឹងដូចគ្នាដែរមិនដឹងថាពាក្យចចាមអារាមនឹងមកពីណាពីណីទេក៏ប៉ុន្តែក៏បានលឺដល់មីងនាងអញ្ចឹងណាហើយពេលហ្នឹងគឺគាត់ធ្លាប់ពិភាក្សាជាមួយគ្នាហើយមិនថាកូនគាត់ហ្នឹងរើសផ្លូវហ្នឹងឬយ៉ាងណាទេបានកូនភាសាប្រុសឬកូនភាសាស្រីគឺគាត់អត់ខ្វល់ហ្មងណាគាត់ក៏បានឆ្លើយយ៉ាងមុតមមពាក្យហ្នឹងដែលថាមានស្រឡាញ់ខ្លាំងមែនតើគាត់ក៏និយាយទៅកាន់ពូហ្នឹងថាមិនថាកូនគាត់យកប្តីឬយកប្រពន្ធនេះនឹងជាជីវិតកូនរបស់គាត់កុំបាច់មកខ្វល់ឬជីវិតកូនគាត់អីពូនឹងខឹងយ៉ាងខ្លាំងតែម្ដងណាថានេះបងអាចខ្មាស់គេដែលកូនធ្វើចរិតអញ្ចឹងគាត់ថាខ្មាស់អីរងថ្ងៃអ្នកនៅម្ដុំនៅក្នុងដូចថាម្ដុំផ្ទះជួលហ្នឹងដែលមានកូនប៉ិនគាត់ហ្នឹងមានអ្នកណាធ្វើបានប៉ិនកូនគាត់នៅកូនគាត់ការងារព្រលឹមឡើងជួយបាយជួយទឹកឪពុកម្ដាយទៅធ្វើការខោអាវឪពុកម្ដាយឲ្យតែត្នេជួយបោកជួយអីហើយផ្ទះសបែងហើយទៅការងារធ្វើការងារស៊ីឈ្នួលគេដូចគ្នាទៀតនៅហាងកាហ្វេមួយថ្ងៃកូនគាត់លើសដៃ100ដៃ1000ទៀតជួយការងារពុកម្ដាយគ្រប់សពគ្រប់បែបយ៉ាងហើយតាគាត់ហ្នឹងទៅខ្មាស់គេរឿងអីមិនថាកូនគាត់យកប្រុសឬយកស្រីទេក៏នឹងជីវិតកូនរបស់គាត់រងថ្ងៃនេះគាត់មានតែសុបាយចិត្តទេបើសិនជាកូនមានគ្រួសារប្តីគាត់ឃើញកូនគាត់រងថ្ងៃនេះគឺហត់នឿយខ្លាំងណាស់លុយកាក់រកមកក៏មិនសល់ឲ្យពុកម្ដាយអស់ជីវិតកូនគាត់មិនដឹងថាទៅរយណាបានទេទោះបីកូនចៅពួកបងឯងយកមកដូរក៏ខ្ញុំមកមិនដូរដែរចង់និយាយអញ្ចឹងណាឥឡូវសាក់គិតមើលតាកូនបងឯងរាល់ថ្ងៃហ្នឹងជួយអីការងារបងខ្លះឲ្យបានបងមកថាឲ្យខ្ញុំអញ្ចឹងអើយឪពុករបស់ខ្មុលមិនធម្មតាណាគេថាឲ្យកូនចាំការគាត់ថាឲ្យវិញហើយពូហ្នឹងដល់ពេលដែលឪពុកខ្មុលហ្នឹងនិយាយគឺមានអារម្មណ៍ថាឆ្អែតដូចកញ្ចក់មកកពិតចុះមានអារម្មណ៍ថាឆ្អែតខ្លាំងដោយសារអីកូនគាត់ហ្នឹងទៅតែរៀនមែនយកលុយពីឪពុកម្ដាយហើយទៅសាលាឆ្លោះគ្នាវាយគ្នាពេលខ្លះទៅត្រូវប្តឹងផ្ដាល់ត្រូវឪពុកហ្នឹងរលុយរអីជួយសងគេទៀតអ្នកទាំងអស់គ្នាពេលដែលឪពុកខ្មោលនិយាយចឹងហាក់ដូចជាភ្លឺភ្នែកមករំពេចតែម្ដងណាហើយដល់ពេលហើយអត់ដឹងនិយាយអីជាមួយឪពុកខ្មោលទេហើយពូមួយទៀតណាក៏គាត់បានលឺដែរគាត់ក៏បានហ្នឹងបងសានហើយមិនបាច់ទៅខ្វល់ពាក្យសម្ដីរបស់ពួកនឹងទេពួកនឹងវាមើលឃើញតែកូនគេអាក្រក់ទេកូនវាល្អរហូតហ្នឹងប៊ីចប់គុកប៊ីចប់ច្បាក់ម្ដងហើយវាអត់ដែរគិតទេវាគិតតែរឿងថាគេខ្ទើយគេមិនខ្ទើយហ្នឹងពួកអស់ហ្នឹងបានតែកូនវាជាប់គុកជាប់ច្បាក់បានវាដឹងថាអូកូនវានឹងចេះកូនវានឹងចុះខ្មាស់គេចេះខ្មាស់គេចុះមិនបានមកចំណិតខ្មល់ផងពេលហើយពូសាហ្នឹងគាត់ក៏អរគុណពូមួយទៀតហ្នឹងគាត់ថាបងឲ្យពេញតែហ្នឹងគេនាំគ្នានិយាយពីកូនបងឯងខ្ញុំមិនដឹងថាកូនបងឯងហ្នឹងមានណាដប់ឬណានាំទៅណាខ្ញុំមិនដឹងក៏តែរងឯនេះខ្ញុំទៅសារចរិតខ្មល់មែនតាចេះជួបចាស់ទុំចេះឲ្យលំទោនចេះនិយាយព្រោះភាសាណាកូនហ្នឹងហើយការងារវិញណាកូនស្រីខ្ញុំក៏វាគិតថាវាធ្វើមិនបានស្មើខ្មល់ដែរខ្មល់ការងារផ្ទះសបែងផងជួយពុកម៉ែជួយអីមកចប់អញ្ចឹងបាទខ្ញុំសរសើរកូនបងណានេះបងមិនបាច់ចាំទៅខ្វល់ទេពាក្យសម្ដីរបស់ពួកហ្នឹងគ្មានប្រយោជន៍អីដល់យើងទេ
ពេលពេលនេះសារគ្នាយំដង្ហើមភ្នែកអស់ហើយនៅតែក្នុងបន្ទប់នៅតែក្នុងផ្ទះនៅក្នុងបរិវេណផ្ទះក៏តែទូរស័ព្ទក៏មិនអាចខលយល់រំទៅគឺអាចតាក់ទងទទួលប្រុសយើងបានសោះដឹងថាទូប្រុសនោះសុខទុក្ខយ៉ាងណានៅក្នុងពេទ្យឬក៏យ៉ាងណាព្រោះឯថ្ងៃហ្នឹងក៏ឃើញទូប្រុសរបស់យើងដួលអញ្ចឹងគឺគាត់បារម្ភខ្លាំងមែនតើពេលហើយពេលដែលម៉ាក់គាត់ហ្នឹងមកនិយាយជាមួយគាត់គាត់ក៏សុំបងម៉ាក់គាត់ឲ្យគាត់ហ្នឹងខលទៅអឺជួបតារានឹងតិចអីចឹងណាតែម៉ាក់គាត់ដាច់ខាតហ្មងព្រោះអីចាប់ពីពេលនេះតទៅប៉ានិងម៉ាក់បានផ្ដាច់ទំនាក់ទំនងរវាងឯងពីរនាក់ទៅហើយអញ្ចឹងបាច់ចាំខ្វល់នឹងគេទៀតទេគេទៅជាស្អីក៏ទៅហើយនិសាក៏บอกថាម៉ាក់អត់អាណិតដល់កូនទេអីម៉ាក់អត់ដឹងអីថាកូនស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាហើយគាត់ក៏ស្រឡាញ់កូនខ្លាំងដូចគ្នាម៉ាក់ហ្នឹងក៏បាននិយាយទៅកាន់និសាថាឯងកុំឈួតនឹងប្រុសពេកប្រុសមួយចំនួនណាគឺបោកតែយើងទេពេលខ្លះគ្រាន់តែយើងយកយើងគ្រាន់តែជាស្ពានតែប៉ុណ្ណោះពេលហើយនិសាក៏ថាម៉ាក់ហេតុអីក៏ម៉ាក់និយាយបែបហ្នឹងហេតុអីក៏ម៉ាក់ថាបែបហ្នឹងបងតារាគឺមិនមែនអញ្ចឹងទេឯងចាំបាច់តែមើលទៅអ្នកណាឆ្ងាយសូម្បីតែឪឯងរាល់តែថ្ងៃនេះក៏មិនខុសពីគ្នាដែរការពិតទៅរឿងទាំងអស់ហ្នឹងឯងមិនទាន់ដឹងទេពេលហានិសាហ្នឹងគឺគាត់អត់ដឹងពិតមែនថារឿងតំណាក់តំណងគ្រួសារនឹងបែបណាអីហ្នឹងឯងឃើញប៉ានឹងម៉ាក់អត់រៀបការមើលទៅដូចហឹកហាក់ហឺហាអ្នកស្រុកអ្នកភូមិអ្នកចិត្តអ្នកឆ្ងាយអ្នកណាក៏ដឹងថាមើលទៅស័ក្តិសមមើលទៅអឺជាមនុស្សពីរនាក់ដែលស្រឡាញ់គ្នាក៏ប៉ុន្តែផេះឪពុកឯងគ្រាន់ទុកម៉ាក់គ្រាន់តែជាស្ពានតែប៉ុណ្ណោះពេលហើយនិសាហ្នឹងក៏បានសួរថាម៉ាក់តែមានរឿងអីម៉ាក់នឹងនិយាយទាំងរលីងរលោងទឹកភ្នែកគាត់ថារឿងអស់នេះគឺជារឿងរបស់មនុស្សចាស់ម៉ាក់ក៏មិនចង់យកមកនិយាយដែរក៏ប៉ុន្តែម៉ាក់គ្រាន់តែចង់ឲ្យនិសាដឹងថាម៉ាក់ស្រឡាញ់កូនម៉ាក់មិនចង់ឲ្យជីវិតកូនណាដូចជាម៉ាក់នោះទេពេលហើយម្ដាយហ្នឹងគាត់ស្រក់ទឹកភ្នែកទៅនិសាក៏បានសួរទៅម៉ាក់ហ្នឹងក៏បានរៀបរាប់ប្រាប់ពីរឿងដើមហេតុទាំងអស់ថារវាងឪពុករបស់ខ្លួនហ្នឹងក៏មានទំនាក់ទំនងស្នេហាជាមួយម៉ាក់របស់ទូប្រុសអីអញ្ចឹងណាហើយក៏បានបែកគ្នាអីហ្នឹងគាត់និយាយក៏តែគាត់និយាយហ្នឹងទាំងគាត់គិតខ្លួនឯងទេអ្នកទាំងអស់គ្នាគាត់អត់ដឹងការពិតស៊ីជម្រៅថាមានតែពុករបស់និសាទេដែលតាមស្រឡាញ់របស់ម៉ាក់របស់តារាគាត់តែម៉ាក់តារាអត់ស្រឡាញ់ទេក៏ប៉ុន្តែគាត់ហេតុតែប្រច័ណ្ឌអញ្ចឹងណាចេះតែគិតម៉ៃសរុបតាំងពីនៅក្មេងៗជាមួយគ្នាហ្នឹងណានៅកន្លោះកមុំជាមួយគ្នាហ្នឹងរហូតដល់ក្នុងចិត្តគាត់ហ្នឹងមានតែភាពក្តៅក្រហាយគិតថាប្តីហ្នឹងគឺអត់ដែលស្រឡាញ់ឯងគ្រាន់តែរៀបការដើម្បីតែរៀបការប៉ុណ្ណឹងឯងហើយក៏ប្រាប់និសាដល់និសាដឹងទៅណាបានដឹងថាហេតុអីក៏ម៉ាក់គាត់ចេះតែហាមឃាត់ពួកគាត់ហើយការពិតទៅមិនមែនត្រង់រឿងតារាហ្នឹងជើងនឹងទេគឺរឿងជីវិតពួកគាត់នឹងហើយនិសាក៏បាននិយាយថាម៉ាក់ប៉ាកូនដឹងពេលដែលម៉ាក់និយាយបែបនេះហើយកូនយល់ពីអារម្មណ៍ម៉ាក់ក៏ប៉ុន្តែរឿងរបស់មនុស្សចាស់គឺជារឿងពីមុនកន្លងហួសទៅហើយតែរឿងរបស់កូនទាំងពីរគឺជារឿងផ្សេងគ្នាម៉ាក់ប៉ាក៏ថាបានឯងឈប់ឈួរទៅនេះម៉ាក់ខំប្រាប់ឯងដើម្បីឲ្យឯងភ្លឺភ្នែកតែភ្នែករបស់ឯងនៅតែខ្វាក់ដដែលបានហើយអ៊ំមេផ្ទះអីទាំងអស់គ្នាអ្នកនៅនឹងទាំងអស់អត់ឲ្យនិសាចេញដាច់ខាតបើសិនជាខ្ញុំដឹងអ្នកទាំងអស់គ្នាអ្នកណាម្នាក់ហ៊ានឲ្យនិសាចេញគឺរើមកវិចចេញពីទីនេះទៅតែម្ដងទៅជាមួយនិសាទៅអូយអ្នកទាំងអស់គ្នាគឺគាត់កាយខ្លាំងហ្មងខំនិយាយប្រាប់កូនដើម្បីឲ្យកូនចេះគិតពីទឹកចិត្តម្ដាយឈឺចាប់អីអញ្ចឹងណានិសារត់តែយំរត់តែឈឺចាប់ទៀតហើយអ្នកទាំងអស់គ្នាបន្តទៀតទៅឲ្យអ្នកបម្រើនៅក្នុងផ្ទះពិតជាអាណិតនិសាខ្លាំងមែនតើហើយបែរមកចង្រិតហើយនឹងខ្មុលធ្វើការមួយផ្លែតហើយដល់ម៉ោងចាញ់យល់រួមទៅការងារនៅពេលដែលយើងអត់បែរខ្វាយខ្វងនឹងខ្វល់នឹងពេលវេលាដែលចេញទៅផ្ទះគឺធ្វើការមួយផ្លែតដល់ម៉ោងមួយផ្លែតដល់ម៉ោងអាយើងរងចាំម៉ោងព្រោះឯមានធ្លាប់ធ្វើការអញ្ចឹងអូយហត់នឿយយូរកាន់តែរងចាំម៉ោងកាន់តែយូរពេលហើយទៅដល់ម៉ោងចេញប្រហែលអ្នកនោះសាក់អាយ៉ាអីនឹងអឺអ្នកនៅក្នុងហាងក៏នាំគ្នាខ្សឹបខ្សៀវគ្នាថាហេតុអីក៏ហាងថ្មីយើងអត់ដឹងទីតាំងថានៅណាដឹងតែថាបុគ្គលិកថ្មីហើយនឹងខ្មុលហ្នឹងទៅធ្វើហេតុអីក៏គេអត់យកអ្នកចាស់ទៅជាមួយគ្នាចាំបាច់យកម្នាក់ថ្មីនឹងទៅធ្វើអីថាខ្មុលគឺចេះកិច្ចការអស់នឹងចុះម្នាក់ថ្មីនឹងចេះអីយកទៅដែរដូចមិនសមហេតុផលសោះសង្ស័យពួកគេហ្នឹងអឺមានអីលាក់បាំងជាមួយពួកយើងហើយម៉ែបុគ្គលិកនៅក្នុងហាងកាហ្វេដល់ពេលអញ្ចឹងក៏គាត់គិតត្រូវហើយសាក់គ្រាន់តែឮគេនិយាយអញ្ចឹងក៏ចាប់ផ្ដើមកាត់ន័យយល់ព្រាហ្មណ៍មកថា
រឿងហ្នឹងប្រកាសជាមានអាថ៌កំបាំងហើយយើងនាំគ្នាស៊ើបទាំងអស់គ្នាព្រោះថាបើមិនចឹងទេពេលខ្លះតំណែងកិច្ចការរបស់ពួកយើងអ្វីដែលល្អត្រូវពួកគេទៅដើមអស់ហើយទៅអពុះនិយាយដើមគ្នាសុកហ្នឹងចេះដានហ្នឹងក៏មកដល់ក៏បានថាចេះហេពួកឯងផ្ដុំក្បាលគ្នាធ្វើអីហ្នឹងការងារព្រមធ្វើបែកជើងឃ្លាតគ្នាព្រាតតែម្ដងហើយខ្មោចនៅចរិតក៏ជិះម៉ូតូម្នាក់មួយទៅទៀតដែរហើយតែពេលដល់ផ្លូវបែកគឺចរិតគេទៅផ្ទះគេខ្មោចគេមកធ្វើការនៅកន្លែងផ្ទះទូប្រុសហ្នឹងតាកំពុងជិះម៉ូតូហ្នឹងលោកគ្រូសីហារបស់អេដមីនហ្នឹងក៏បានឃើញថាអើក្មេងតូចម្នាក់ហ្នឹងហេតុអីក៏មកតាមច្រកនេះទៅវិញផ្ទះណៃណោះតាហេតុអីក៏មកបរិយនេះគាត់ក៏ឆ្ងល់គាត់ថាបែរជាមានកិច្ចការអីយកអីឲ្យភ្ញៀវហើយមើលទៅគាត់ក៏មិនរងជិះហួសណាអ្នកទាំងអស់គ្នាកំតែអេបើតាមមើលបន្តិចក៏ល្អដែរព្រោះអីយើងក៏នៅក្នុងបរិយនឹងដែរមានតែបញ្ញាប់ទៅណាផ្ទះមិនរត់ចោលផងហើយអ្នកទាំងអស់គ្នាក៏ជិះតាមជិះទីជិះទៅដល់ឃើញខ្មោលហ្នឹងក៏ឈប់នៅបរិយរបស់តារានឹងឯងហើយធម្មតានៅកញ្ចក់នៅកន្លែងវេរ៉ង់ដាអញ្ចឹងណាទូប្រុសរបស់យើងគេមកចេញមកលំហែកាយហើយលោកគ្រូគឺគាត់អត់បានឃើញមុខរបស់ទូប្រុសរបស់យើងទេគឺបានតែត្រឹមឃើញបុរសម្នាក់ហ្នឹងអង្គុយនៅលើរទេះអឺគឺជាជនពិការអីហ្នឹងឯងតើហើយលោកគ្រូសីហាដកដង្ហើមឡើងធំតែម្ដងដែលឃើញខ្មុលចូលមកផ្ទះហ្នឹងគិតថាខ្មុលគឺជាក្មេងម្នាក់ដែលរ៉ាប់រងការងារនៅហាងកាហ្វេផងហើយការងារបម្រើមើលថែជនពិការទៀតថែចាស់ជរាឬក៏ជនពិការអីចឹងណាលោកគ្រូក៏គិតអញ្ចឹងថាប្រហែលបើមិនចាស់ជរាជនពិការអីអញ្ចឹងខ្មោចពិតជាក្មេងម្នាក់ដែលតស៊ូក្នុងជីវិតណាតាគេហ្នឹងលំបាកអីយ៉ាងណាទៅតាគ្រួសារគេត្រូវការលុយដល់ថ្នាក់ណាទៅបានគេឆ្លៀតពីធ្វើការអស់ពីមួយកន្លែងមកមួយកន្លែងទៀតអញ្ចឹងហើយសីហាដកដង្ហើមធំហើយក៏ត្រឡប់ទៅផ្ទះនៅពេលដែលត្រឡប់ទៅផ្ទះហ្នឹងក៏ធ្វើមុខឡើងសពតម្ដាយនឹងក៏បានសួរហើយសីហាក៏បាននិយាយរៀបរាប់ប្រាប់ម្ដាយហ្នឹងក៏ថាក្មេងដែលឯងនិយាយនេះមើលទៅជីវិតគេលំបាកណោះហើយតស៊ូណាការងារពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងហើយបានកូនម៉ាក់ឆ្លាញ់ដកចិត្តពីគេមិនរួចសោះបាទម៉ាក់ខ្ញុំមកពេលដែលឃើញបែបហ្នឹងហើយខ្ញុំពិតជាចង់ជួយគេណាតែខ្ញុំអត់ដឹងថាគេហ្នឹងត្រូវការអីខ្វះខាតអីហើយគេពេញចិត្តឲ្យខ្ញុំជួយអត់តែម៉ាក់គាត់ថាចុះឯងមិនសាកសួរគេទៅមើលម៉ាក់ណាបានផ្ដល់យោបល់គាត់ថាគាត់អត់ហ៊ានទេដោយសារថាយើងទាំងពីរនាក់មិនមែនត្រូវជាអីនឹងគ្នាអូយឯងកាន់តែយ៉ាប់ហើយធំប៉ុណ្្នឹងហើយចេះស្រឡាញ់ក៏មិនតែមិនចេះនៅក្បែរមិនចេះមើលថែមិនចេះចូលចិត្តឯងស៊ើបសួរពីមិត្តភក្តិគេនៅក្នុងកន្លែងការងារហ្នឹងទៅដល់ពេលហើយអញ្ចឹងណាគ្រូសីហាក៏នឹកឃើញភ្លាមថាអ្នកដែលចិត្តស្និទ្ធជាមួយខ្មោចជាងគេគឺមានតែចង្រិតនឹងឯងតែគាត់ថាអូគាត់អរគុណម៉ាក់គាត់ខ្លាំងមែនតើគាត់ថាគាត់រត់នឹកឃើញហើយថាគាត់ណានឹងត្រូវសួរអ្នកណាអូយចប់បាត់អើយជួបចង្រិតនឹងធ្វើការកើតទៅឬអត់ទេបើជួបប្រុសសង្ហាលើកមុនណាដៃជើងទុនញ័រអស់ហើយហ្នឹងហាលោកគ្រូសង្ហាហ្នឹងក៏បានរីករាយក្នុងចិត្តណាក៏ប៉ុន្តែកុំមើលខ្មុលហើយនឹងទូប្រុសរបស់យើងទូប្រុសគឺខឹងខ្មុលមែនតែនឲ្យកិច្ចសន្យាឲ្យលុយហើយក៏មិនព្រមដែរមិនព្រមទទួលពីទូប្រុសរបស់យើងទេគាត់ក៏បានប្រើខ្មុលឲ្យធ្វើនេះធ្វើនោះធ្វើនេះអស់ពីទៅរៀបសួនទៅធ្វើនេះទៅលើកនេះទៅរៀបនេះទៅរៀបនោះពេញតានឹងទាំងអស់គឺឲ្យខ្មុលនឹងតំណេរសំបីតែបន្តិចតែម្ដងណាហើយពេលដែលខ្មោចធ្វើហើយខ្មោចរត់មកប្រាប់គាត់ថាធ្វើនេះរួចហើយគាត់ថាមិនក៏ឯងធ្វើលឿននោះលឿនម្ល៉េះតែខ្មោចថាខ្ញុំប្រាប់ហើយតែការងារអស់ហ្នឹងគឺវាអត់ពិបាកសម្រាប់ខ្ញុំទេហើយរកទទួលប្រុសរបស់យើងហ្នឹងឆ្លៀតហាត់ប្រាណឆ្លៀតដើរអីដោយខ្លួនឯងគឺអត់បានហ្មងគាត់មកផ្លែតខ្មោចរត់ម្ដងមកផ្លែតខ្មោចរត់ម្ដងទូប្រុសខឹងខ្លាំងមែនតើនេះឯងលឺយន្តមែនបានមិនចេះហត់សោះអញ្ចឹងតែខ្មោចថាខ្ញុំមិនលឺយន្តទេខ្ញុំថាមនុស្សធម្មតាហ្នឹងហើយតាប្រាប់ហើយប្រាប់ទៀតថាការងារអស់ហ្នឹងសម្រាប់ខ្ញុំគឺអត់បញ្ហាទេតែតួប្រុសយើងឡើងអស់សង្ឃឹមហ្មងគាត់ថាបានបើឯងគិតថាឯងធ្វើតាមប៉ាម៉ាក់ខ្ញុំហើយឯងសប្បាយចិត្តឯងធ្វើចោះជីវិតរបស់ខ្ញុំគឺត្រូវបញ្ចប់ពេលនេះហើយខ្មុលគាត់ទៅលើថាបញ្ចប់ជីវិតពេលនេះ
ខុំលោកតារាខុំមិនថាមានរឿងអីមិនថាមានបញ្ហាអីទេលោកកុំគិតខ្លីអីសោះលោកនៅមានម៉ាក់នៅមានប៉ានៅមានបងនៅមានប្អូននៅមានមនុស្សជាច្រើនទៀតនៅជុំវិញលោកដែលស្រឡាញ់លោកហើយពិសេសជាងគេគឺសង្សាររបស់លោកហេតុអីក៏លោកហ៊ានធ្វើបែបហ្នឹងចំពោះខ្លួនឯងលោកមិនត្រូវគិតខ្លីទេពេលហើយខ្មុលមកចាប់មិនរួនអឺទេហាមិនរួនជើងគេហ្នឹងអង្គុយលើអត់ទេណាទោះប្រុសដល់ពេលអញ្ចឹងនឹកឃើញល្បិចបដ ாய் ថាខ្មុលបើគាត់ជាគាត់ថាជីវិតគាត់អស់សង្ឃឹមក្នុងជីវិតអីអញ្ចឹងគាត់គ្រាន់តែថាអត់ដឹងថាធ្វើអីកើតបើខ្មុលតាមគ្រប់ជំហានគាត់អាចធ្វើអីហាត់អីដោយខ្លួនឯងបញ្ចេញដូចថាម៉ោងពេលវេលាសម្រាប់ពេទ្យឲ្យគាត់ហាត់ប្រាណហ្នឹងគឺមានម៉ោងមានពេលប៉ុន្តែទូប្រុសគឺចង់ហាត់ចង់ធ្វើចង់ដើរចង់អីដោយខ្លួនឯងទាំងអស់ធ្វើអីគ្រប់យ៉ាងខ្លួនឯងទាំងអស់ពេលដែលទូប្រុសដឹងពីចំណុចខ្សោយរបស់ខ្មុលប៉ិនបារម្ភពីអ្នកដទៃគាត់ក៏រន់ទំនុកឃើញហើយថាធ្វើម៉េចដែលអាចបោកចិត្តខ្មុលបានឲ្យធ្វើតាមគាត់អូយអញ្ចឹងចាំជួបគ្នានៅភាគបន្តជាមួយអេដមីនណា